សេដ្ឋកិច្ចកាន់តែអន់ថយការលក់ដូររកស៊ីគឺកាន់តែពិបាកភ្ញៀវក៏ពិបាកអាអ្នកលក់គ្នាឯងហ្នឹងក៏ព្យាយាមជន់គ្នាឯងដើម្បីលក់ធ្វើម៉េចឲ្យបានថោកជាទូទៅបើសេដ្ឋកិច្ចចេះមនុស្សគេអត់ចេញចាយលុយហើយអីវ៉ាន់គឺគេឆេះតម្លៃខ្ញុំយល់អ្នកលក់ចង់លក់ថ្លៃអ្នកទិញចង់បានថោកជាធម្មតាគេដែលគេឆេះតម្លៃហ្នឹងណាប៉ុន្តែវាគឺជា standard នៃតម្លៃលក់តែអ្នកលក់ខ្លះគាត់អត់គិតអញ្ចឹងទេគាត់អាងគាត់អត់មានបុគ្គលិកគាត់អាងគាត់អត់មានថ្លៃជួលផ្ទះអីអញ្ចឹងគាត់ព្យាយាមតម្លាក់តម្លៃឲ្យថោកដើម្បីគាត់លក់បានតែអត់គិតដល់អ្នកផ្សេងដែលគេមានថ្លៃជួលផ្ទះថ្លៃបុគ្គលិកអ្នកហាងខ្លះបុគ្គលិកអាច10នាក់ទៅ5-10នាក់ក៏ថាបានដែរបើសិនជាហាងរៀងធំណាថ្លៃទឹកថ្លៃភ្លើងថ្លៃអ្នកខ្លះឲ្យបាយបុគ្គលិកទៀតចាអញ្ចឹងឧទាហរណ៍ឲ្យវ៉ាន់ brand ដើមទុនយើងអានេះខ្ញុំឧទាហរណ៍ថានេះ$40ចោះដើមទុនអញ្ចឹងជាទូទៅឲ្យវ៉ាន់យើងអាចចំណេញពី$8ទៅ$10ពីព្រោះដើមយើងថ្លៃដើមយើងធំចាហើយបុគ្គលិកយើងក៏ច្រើនប៉ុន្តែអ្នកលក់ខ្លះគាត់អត់គិតអញ្ចឹងហើយគាត់ធ្វើមិនដើម្បីបច្ចេកអ្នកឈ្នះគេគឺគាត់តម្លាក់តម្លៃសល់ត្រឹមចំណេញ1រៀល2រៀលក៏គាត់យកដែរចង់និយាយអញ្ចឹងណាយាយខ្ញុំទទួលស្គាល់វាល្អសម្រាប់ភ្ញៀវដែលគាត់ទិញបានរបស់ធូរថ្លៃប៉ុន្តែងាប់អ្នកលក់ផ្សេងទាំងអស់ហ្មងចានិយាយទៅគឺប្រកួតប្រជែងតម្លៃហ្នឹងមួយគេអត់ឈ្នះដោយសារអីយើងមានតម្លៃយើងមានជួរហាងយើងមានបុគ្គលិកយើងមានទឹកថ្លៃភ្លើងហើយមានថ្លៃ marketing ផ្សេងថ្លៃ book page ផ្សេងទៀតបងដូចខ្ញុំនិយាយដដែលអញ្ចឹងកុំមើលស្រាលរឿង book page មួយខែ book អស់រាប់ពាន់អត់តិចទេ Instagram ផងអ្នកខ្លះ TikTok ទៀតអ្នកខ្លះ Facebook ទៀតច្រើនខ្លាំងមែនតើអញ្ចឹងបើធំចំណេញមួយមុខមួយរៀលពីររៀលទៅអត់រួចទេបើសិនជាក្នុងមួយថ្ងៃលក់បាន2-300កញ្ចប់អូខេអាហ្នឹងទៅបានតែបើសិនជាមួយថ្ងៃអ្នកហាងខ្លះលក់បានត្រឹមពី10ទៅ20កញ្ចប់នៅទៅទុកអត់រួចអញ្ចឹងនិយាយមែនហើយដូចពីមុនខ្ញុំលក់កាបូបប្រេនណាកាបូបប្រេនមកពីប្រាំងអីអញ្ចឹងណាកាបូបមួយ5000និយាយដោយស្មោះត្រង់យើងអាចចំណេញចាប់ពី150ទៅ$200តែដើមយើង5000ទាំងអស់គ្នាអាហ្នឹងជួយថ្លឹងថ្លៃខ្ញុំដើមយើង5000ប៉ុន្តែបច្ចុប្បន្នឥឡូវណាកាបូបមួយ5000ចំណេញ30រៀលក៏គេយកដែរណាទាំងអស់គ្នាជួយថ្លឹងតម្លៃកន្លែងហ្នឹងមើលថាតើយ៉ាងម៉េចអញ្ចឹងមកខ្ញុំឈប់ហ្មងខ្ញុំឈប់លក់អាហ្នឹងហ្មងពីព្រោះប្រកួតប្រជែងគ្នាខ្លាំងពេក5000យកមកធ្វើអីគេ30រៀលលុយដាក់ទៅ5000ណាបើយកទៅដាក់ស៊ីកាប្រាក់ក៏បានច្រើនជាងនឹងដែរខ្ញុំនិយាយមែនអញ្ចឹងមិនថាអ្នកលក់ខ្លះដើម្បីការឈ្នះចាញ់ដើម្បីការប្រកួតប្រជែងគឺសុខចិត្តធ្វើឲ្យអាទីផ្សារនៃការលក់ហ្នឹងគឺដាំក្បាលចោះដោយខ្លួនឯងនិយាយទៅអ្នកលក់ខ្លួនឯងហ្នឹងគឺជន់គ្នាឯងរហូតដល់លិចទាំងអស់គ្នា